ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតពេលនេះក្រុមរបស់ Luffy ត្រូវធ្វើដំណើរដោយថ្មើរជើងកាត់វាលខ្សាច់ទៅទីក្រុង Yuba ហើយមុនពេលចេញដំណើរ Luffy បានបបួលគេប៉ាវបើសិនជាអ្នកណាឈ្នះអ្នកនឹងសាយយីវ៉ាន់តាមពិតគាត់ចង់និយាយថាបើសិនជាអ្នកណាចាញ់ឲ្យអ្នកនឹងសាយយីវ៉ាន់តែគាត់និយាយច្រឡំដល់ពេលពួកគេប៉ាគាត់ក្បាលខូចចេញក្រោយគេអញ្ចឹងគាត់ជាអ្នកឈ្នះជាលទ្ធផល Luffy បានធ្វើជាអ្នកជូនវ៉ាន់ដោយបានសន្យាគ្នាក្រោយពេលធ្វើដំណើរបានមកស្ទុះ Usopp បានមើលឃើញកន្លែងដែលពួកគេត្រូវសម្រាកញ៉ាំបាយនៅខាងមុខឬ Usopp ប្រាប់អញ្ចឹង Luffy ដែលកំពុងតែឃ្លៀងខ្លាំងបានអូសឲ្យវ៉ាន់ប្រុចទៅមុនគេមុនឯងពេលទៅដល់ Luffy បានឃើញសត្វកុកជាច្រើនក្បាលមានរបួសដេកអណូកណែលហើយគាត់ក៏បញ្ញាប់រត់មករក Chopper ដើម្បីឲ្យទៅជួយសត្វកុកទាំងនោះពេលនោះ Vivi ដឹងក៏ប្រាប់ថាសត្វកុកអស់ហ្នឹងអត់មានឈឺអីទេប៉ុន្តែវាយឺតពេលទៅហើយសត្វកុកទាំងនោះបានលួចយកអីវ៉ាន់របស់ពួកគេទៅអស់មិនត្រឹមតែប៉ុណ្ណោះសត្វកុកអស់ទាំងនោះឆ្លៀតមកលើ Luffy ទៀតនៅពេលហ្នឹង Luffy ខឹងខ្លាំងណាស់ក៏ដេញតាមពួកវាតែដូចជាអត់ប្រយោជន៍ទេបន្តមកមិនដឹងថាមានស្អីទេនៅក្នុងដីបានចាប់កុកមួយស៊ីពេលនោះពួកវាក៏បានវាយប្រហារលើ Luffy ផងដែរហើយក្រោយមកក៏ចាប់ Luffy ស៊ីបានប៉ុន្តែបានមិនយូរប៉ុន្មានទេ Luffy ក៏វាយរំដោះខ្លួនចេញមកវិញនៅក្បែរនោះមានសត្វអូតមួយកំពុងតែជួបគ្រោះថ្នាក់ផងដែរតែត្រូវបាន Luffy ជួយសង្គ្រោះទាន់បន្តមកទៀតមិនដឹងថាសត្វស្អីទេធំខ្លាំងណាស់បានផុសចេញពីដីនៅពេលនោះ Luffy អត់ភ័យទេបែរទៅជាសប្បាយចិត្តទៅវិញហើយបានរត់បញ្ឆោតសត្វនោះឲ្យដេញគាត់ទៅកន្លែងគ្នារបស់គាត់ពេលរត់ទៅដល់ចិត្ត Vivi មើលដឹងថាអាសត្វហ្នឹងគេហៅថា Sandora Dragon នៅពេលនោះ3អ្នក Luffy Sanji និង Zoro អាចរួមគ្នាចាត់ការ Sandora Dragon នោះបានបន្ទាប់ពីមួយនឹងងាប់ហើយស្រាប់តែមានមួយទៀតផុសឡើងមកព្រោះបើតាមសម្ដីរបស់ Vivi Sandora Dragon តែងតែចេញរស់ស៊ីជាគូសម្រាប់ទី2នេះ ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការនៅពេលនោះបានលោតចូលទៅក្នុងមាត់របស់វាហើយប្រែខ្លួនទៅជាភ្លើងដុតសម្លាប់វាពីក្នុងមាត់តែម្ដងបន្ទាប់ពីបានញ៉ាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់រួចហើយ Chopper បានទៅនិយាយស្នេហ៍ស្នាជាមួយនឹងសត្វអូតព្រោះសត្វអូតនឹងពីមុនធ្លាប់ជួយសង្គ្រោះគាត់ពេលនោះផងដែរ Luffy បានឃើញសត្វអូតនោះមានកន្លែងជិះបានក៏ចង់ឡើងទៅជិះតែសត្វអូតនោះមិនឲ្យគាត់ជិះទេហើយតាមរយៈការបកប្រែរបស់ Chopper សត្វអូតនោះឲ្យតែស្រីជិះតែប៉ុណ្ណោះយ៉ាសត្វអូតព្រាននារីស៊ីម្ដាយមួយជើងតាបន្តមកនៅល្ងាចនោះដល់ពេលដែលត្រូវដើរបាយចេញពីក្រុមរបស់ Luffy ហើយព្រោះគាត់ត្រូវធ្វើដំណើរទៅតាមរក Blackbeard នៅទិសខាងលិចមុនពេលចាស់ចេញទៅបានឲ្យកដាសពិសេសម្យ៉ាងទៅកាន់ Luffy ហើយប្រាប់ Luffy ឲ្យរក្សាវាឲ្យបានល្អពេលនោះ Luffy អត់ដឹងថាកដានោះពិសេសយ៉ាងណាទេតែគាត់ត្រូវតែរក្សាវាឲ្យបានល្អតាមការផ្ដាំផ្ញើរបស់ Ace ហើយពេលហ្នឹង Nami ក៏បានជួយយកកដានោះទៅដេកភ្ជាប់នៅក្រោមមួករបស់ Luffy កុំឲ្យបាត់ផងដែរបន្តមកទៀតមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់ទីក្រុង Yuba ពេលនោះចៃដន្យមានព្យុះខ្សាច់យ៉ាងធំបានបោកបក់នៅក្នុងទីក្រុងធ្វើឲ្យ Vivi ដែលមើលពីចម្ងាយមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលពួកគេចូលទៅដល់ខាងក្នុងឃើញថាទីក្រុងនោះត្រូវបានគេបោះបង់ចោលអត់មានមនុស្សនៅទេមានតែអ៊ំប្រុសម្នាក់កំពុងតែជីកដីខ្សាច់អ៊ំប្រុសនោះបានប្រាប់ពួកគេថាក្រុមបពប្រឆាំងបានផ្លាស់ទីទៅនៅទីក្រុង Cateria អស់ហើយដែលទីក្រុងនោះនៅជិតទីក្រុង Nanohana ដែលពួកគេបានចូលមុនគេពេលពួកគេមកដល់ Alabasta ដំបូងបន្តិចក្រោយមកអ៊ំចាស់នោះបានលើក្រុមរបស់ Luffy ហៅឈ្មោះព្រះនាង Vivi គាត់មានការភ្ញាក់ផ្អើលណាស់ព្រោះគាត់ធ្លាប់ស្គាល់ព្រះនាង Vivi កាលពីនាងនៅក្មេងអ៊ំចាស់នោះមានឈ្មោះថា Toto គឺជាចៅហ្វាយក្រុងនៅទីក្រុង Yuba ហ្នឹងហើយកូនប្រុសរបស់លោកអ៊ំ Toto មានឈ្មោះថា Koza ក៏ជាមិត្តភក្តិរបស់ព្រះនាង Vivi កាលពីនៅក្មេងដែរពេលនេះ Koza នឹងហើយគឺជាមេធំនៅក្រុមប្រឆាំងអញ្ចឹងហើយបើសិនជាព្រះនាង Vivi បានជួបជាមួយនឹង Koza ហើយប្រាប់ការពិតទៅគាត់ច្បាស់ជាជឿនាងហើយប្រទេសជាតិនឹងលែងមានសង្គ្រាមផ្ទៃក្នុងបន្តមកនៅយប់នោះពេលគេដេកអស់ Luffy បានទៅជួយជីកដីលោកអ៊ំ Toto ដើម្បីរកទឹកផឹកប៉ុន្តែការជួយរបស់គាត់ដូចឆៅលោកអ៊ំ Toto វិញទេព្រោះគាត់កាយដីពីកន្លែងគាត់ទៅការប្រន់របស់លោកអ៊ំ Toto ដែលបានជីកហើយប៉ុន្តែក្រោយមកលោកអ៊ំ Toto ចាប់អារម្មណ៍ថា Luffy កាយដីលឿនណាស់តែមកស្ទុះសោះកាយបានយ៉ាងជ្រៅហើយនៅពេលដែលគាត់ហត់ពេកគាត់ក៏ដេកនៅទីនោះបន្តមកសាយរឿងបានកាត់ទៅមើល Mr. Crocodile ដែលពេលនេះគាត់បានហៅកូនចៅកំពូលរបស់គាត់មកប្រជុំគ្នាការប្រជុំនៅលើកនោះ Mr. Crocodile បានប្រកាសឲ្យចាប់ផ្ដើមប្រតិបត្តិការ Utopia របស់គាត់ដែលជាប្រតិបត្តិការទៅតាមយកប្រទេស Alabasta នៅពេលនោះផងដែរ Mr. 3ក៏បានទៅដល់មកទល់ពេលនេះ Mr. Crocodile ទំដឹងទេថាក្រុមរបស់ Luffy នៅរស់ចំណែក Mr. 2ក៏ទំដឹងដែរថាក្រុមដែលគាត់រាប់អានកាលពីលើកមុនគឺជាសត្រូវរបស់គាត់និយាយពី Mr. 3វិញការដែលគាត់ទៅកាន់ទីនោះគឺដើម្បីសុំ Mr. Crocodile ឲ្យផ្ដល់ឱកាសឲ្យគាត់ម្ដងទៀតក្នុងការសម្លាប់ក្រុមរបស់ Luffy ប៉ុន្តែ Mr. Crocodile ជាផ្ដល់ឱកាសទី2ឲ្យនរណាគេទេពេលនោះគាត់បានស្ទុះទៅច្បាច់ក Mr. 3ហើយស្រូបយកជាតិទឹកអស់រួចបោះចូលទៅក្នុងអាងក្រពើឲ្យក្រពើរបស់គាត់ស៊ីត្រឡប់ទៅមើលក្រុមរបស់ Luffy វិញពេលនេះពួកគេបានសម្រេចគ្នាហើយថាពួកគេមិនបាច់ទៅចរចាជាមួយក្រុមប្រឆាំងទេគឺពួកគេទៅចាត់ការ Mr. Crocodile តែម្ដងព្រោះ Mr. Crocodile នៅហើយជាអ្នកបង្កបញ្ហាហើយមួយថ្ងៃក្រោយមកពួកគេបានធ្វើដំណើរទៅដល់ទីក្រុង Rainbase ដែលជាកន្លែងស្នាក់នៅរបស់ Mr. Crocodile គ្រាន់តែទៅដល់ភ្លាម Luffy ហើយនិង Usopp បានបញ្ញាប់រត់ទៅរកហាងលក់ទឹកតែពេលនោះពួកគេបានដឹងទេថាពួកគេកំពុងអង្គុយចិត្តណាគេ បន្ទាប់មកកងម៉ារីនរបស់ Captain Smoker បានដេញក្រុមរបស់ Luffy រត់ពេញទីក្រុងប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយក៏ Luffy អត់ភ្លេច Mr. Crocodile ដែរពេលនោះពួកគេបានរត់បែកគ្នាជា3ក្រុមសម្ដៅទៅកាស៊ីណូរបស់ Mr. Crocodile ហើយ Captain Smoker ដេញចាប់តែ Luffy ទេនៅពេលនោះគាត់បានប្រែខ្លួនទៅជាផ្សែងមាននឹងចាប់ Luffy បានទៅហើយតែ Luffy ឆ្លាតជាបំផាំងខ្លួនឲ្យធំរំដោះខ្លួនរួចបន្ទាប់មកគ្នារបស់ Luffy 4នាក់មាន Luffy, Zoro, Usopp ហើយនិង Nami បានចូលទៅដល់ក្នុងកាស៊ីណូហើយ Captain Smoker ក៏រត់តាមពួកគេពីក្រោយផងដែរក្នុងពេលជាមួយគ្នា Mr. Crocodile ក៏ដឹងដែរថាក្រុមរបស់ Luffy បានទៅដល់ទីនោះហើយគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់បើកផ្លូវឲ្យក្រុមរបស់ Luffy ទៅកាន់បន្ទប់ VIP
តាមពិតវាគ្រាន់តែជាអន្ទាក់ទេពេលនោះក្រុមរបស់ Luffy ទាំងអស់គ្នាបានធ្លាក់ចូលទៅក្នុងទ្រុងដោយទាំង Captain Smoker ទៅជាមួយម្នាក់ផងដែរបន្ទាប់មក Luffy ចង់ហែកទ្រុងដើម្បីរំដោះខ្លួនចេញតែក៏ដូចជាអត់មានកម្លាំងសោះពេលនោះស្រាប់តែ Captain Smoker ប្រើអាវុធពិសេសរបស់គាត់ទៅវាយប្រហារ Luffy បន្ទាប់មកក៏ប្រើដំបងនោះស្កាត់ Luffy ជាប់ទោះបីជា Luffy ចង់ប្រឹងរើក៏អត់មានកម្លាំងរើរួចដែរ Captain Smoker បានប្រាប់ថាដំបងរបស់គាត់ផ្សំឡើងពីសារធាតុពិសេសម្យ៉ាងដែលគេហៅថា Sea Prism Stone អាសារធាតុហ្នឹងរដ្ឋាភិបាលពិភពលោកប្រើសម្រាប់ចាត់ការជាមួយនឹងក្រុមមនុស្សដែលញ៉ាំផ្លែឈើពិសេសហើយអាគុកដែលពួកគេកំពុងជាប់ហ្នឹងក៏ផ្សំពីសារធាតុហ្នឹងដែរមានន័យថាសូម្បីតែ Captain Smoker ក៏មិនអាចប្រែខ្លួនជាផ្សែងគេចេញពីទ្រុងនឹងបានដែរបន្ទាប់មក Mr. Crocodile បានចេញមកជួបពួកគេហើយគាត់បានសន្ទនាគ្នាលេងជាមួយ Captain Smoker មុនពេលនោះ Mr. Crocodile បានប្រាប់ Captain Smoker ថាគាត់នឹងសម្លាប់ Captain Smoker ចោលហើយធ្វើរបាយការណ៍កុហករដ្ឋាភិបាលថា Captain Smoker នឹងត្រូវបានចោលសមុទ្រសម្លាប់បន្ទាប់មកសាច់រឿងបានកាត់ទៅមើលពនាង VV បំផ្លែតតែពេលនេះនាងត្រូវបានក្រុមបញ្ចុះអាចារ្យរបស់ Baroque Works ឡោមព័ទ្ធពេលនោះសេនាណាដែលមានសត្វស្ទាំងយ៉ាងធំមួយបំពាក់ដោយកំភ្លើងយន្តបានហោះមកជួយនាងចេញពីការឡោមព័ទ្ធបន្ទាប់មកសត្វស្ទាំងនោះបានប្រែកាយក្លាយទៅជាបរិបម្នាក់ដែលមានឈ្មោះថា Pal ហើយ VV ស្គាល់គាត់ច្បាស់ណាស់ព្រោះគាត់គឺជាអង្គរៈរបស់ស្ដេចដែលជាព្រះបិតារបស់នាងផែលបានប្រាប់ VV ថាសម្បត្តិដែលនាងផ្ញើតាមទីការ៉ូពេលនេះបានទៅដល់ដៃរបស់ស្ដេចហើយស្ដេចបានបញ្ជូនគាត់ឲ្យមកជួយនាងបន្ទាប់មកផែលបានចូលទៅចាត់ការក្រុមបញ្ចុះអាចារ្យទាំងអស់ហើយក្នុងរយៈពេលតែមួយប្រព្រឹត្តភ្នែកសគាត់អាចចាត់ការពួកគេបានពេលនោះស្រាប់តែ Miss All Sunday បានបង្ហាញខ្លួននៅក្បែរ VV ហើយក៏បានដាល់ VV ម្ដាយដែលមើលទៅដូចជានាងប្រើដៃទម្លុះខ្លួនរបស់ VV អញ្ចឹងពេលឃើញអញ្ចឹងផែលស្លុតចិត្តណាស់ក៏បញ្ញាប់ហោទៅជួយ VV តែ Miss All Sunday បានបដោះដៃចេញពីខ្លួនរបស់ផែលទៅតាក់ស្លាត់របស់គាត់ឲ្យធ្លាក់ចុះមកដី Miss All Sunday ធ្លាប់ញ៉ាំផ្លែឈើពិសេសឈ្មោះ Flower Fruit ដែលផ្ដល់ឲ្យនាងនូវសមត្ថភាពពិសេសមួយឲ្យបដោះដៃចេញពីទីណាក៏បានដែរនៅពេលនោះផែលអត់រៀងក៏ចង់សម្រុកចូលទៅវាយប្រហារ Miss All Sunday ម្ដងទៀតប៉ុន្តែគាត់ត្រូវបាន Miss All Sunday ម្ដងដៃចាប់កាច់ទាត់ដល់ស្លាប់បន្ទាប់មក Miss All Sunday បានបញ្ជូន VV ទៅជួបជាមួយនឹង Crocodile ដែលនៅទីនោះនាងក៏បានឃើញក្រុមរបស់ Luffy ជាប់នៅក្នុងគុកផងដែរគ្រាន់តែឃើញ Crocodile ភ្លាម VV ខឹងខ្លាំងណាស់ក៏ប្រើអាវុធរបស់នាងគប់ទៅបំបីក្បាលរបស់ Crocodile ក៏ប៉ុន្តែអត់ប្រយោជន៍ទេព្រោះ Crocodile អាចប្រែខ្លួនរបស់គាត់ខ្លាយទៅជាខ្សាច់បានក្នុងពេលជាមួយគ្នាកូនចៅរបស់ Crocodile បានចាប់ផ្ដើមអនុវត្តប្រតិបត្តិការ Utopia របស់ពួកគេហើយដោយនៅក្នុងនោះ Mr. Two បានបន្លំខ្លួនធ្វើជាស្ដេចហើយធ្វើដំណើរទៅទីក្រុង Nanohana រួចប្រកាសប្រាប់ប្រជាជនថាគាត់ជាអ្នកលួចទឹកភ្លៀងទុកប្រើខ្លួនឯងធ្វើឲ្យទីក្រុងផ្សេងៗទៀតអត់មានទឹកប្រើប្រាស់ប៉ុន្តែបណ្ដោះស្ដេចថែមទាំងបានគម្រាមសម្លាប់ប្រជាជននៅក្នុងទីក្រុងនោះដើម្បីបំបិទមាត់ចោលទៀតព្រោះនៅពេលនេះពួកគេសុទ្ធតែដឹងថាស្ដេចលួចប្រើម្សៅពណ៌បៃតងដែលរដ្ឋាភិបាលពិភពលោកចាត់ទុកថាជារបស់ខុសច្បាប់បន្ទាប់មកនៅពេលដែលស្ដេចលើកដៃបញ្ជាឲ្យកងកម្លាំងចាប់ដើមសម្រាប់ប្រជាជនមេដឹកនាំក្រុមប្រឆាំងឈ្មោះ Koza បានទៅដល់ពេលនោះគាត់បានខឹងជាមួយស្ដេចខ្លាំងណាស់ដែលបោកប្រាស់ទំនុកចិត្តរបស់ប្រជាជនរួមទាំងគាត់ម្នាក់ផងដែរប៉ុន្តែស្ដេចខ្លាំងខ្លាយម្នាក់នឹងអត់ខ្វល់ទេក៏បញ្ជាឲ្យគេបាញ់ Koza មកគ្រាប់ហើយបន្តមកទៀតក៏បញ្ជាឲ្យកងកម្លាំងចាប់ផ្ដើមធ្វើសកម្មភាពកាប់សម្លាប់ហើយនឹងបំផ្លាញផ្ទះរបស់ប្រជាជនបន្ទាប់ពីហេតុការណ៍ហ្នឹង Koza អត់ទាន់ស្លាប់ទេហើយបានប្រកាសប្រមូលគ្នាធ្វើដំណើរទៅកាន់រាជធានី Alubana ដើម្បីចាត់ការស្ដេចចោលប្រតិបត្តិការនៅលើកនេះ Mr. Crocodile បាញ់កលាបានល្អណាស់ហើយគាត់ក៏បាននិយាយប្រាប់ក្រុមរបស់ Luffy ដើម្បីបញ្ជាចិត្តពួកគេផងដែរបន្ទាប់មក Mr. Crocodile ប្រាប់ថាគាត់ដល់ពេលដែលត្រូវទៅរាជធានី Alubana ហើយប៉ុន្តែមុននឹងគាត់ទៅគាត់បានទម្លាក់សោបើកទ្វារទ្រង់ចូលទៅក្នុងអាងកពើឲ្យកពើលេបបាត់ហើយគាត់ប្រាប់ទៀតថាបន្ទប់មួយហ្នឹង1ម៉ោងទៀតនឹងមានទឹកលិចទោះបីជាពួកគេមិននឹងស្លាប់ក៏សត្វកពើទាំងអស់សម្រុកចូលមកស៊ីពួកគេនៅក្នុងហ្នឹងដែរក្រោយពី Mr. Crocodile ចាក់ចេញទៅមិនទាន់ផុតផងទឹកចាប់ផ្ដើមហៀរចូលទៅក្នុងបន្ទប់ពេលនោះ Mr. Crocodile ក៏បានបលែងកពើមកក្បាលឲ្យចូលមកចាត់ការ VV ចោលផងដែរកពើនោះពិតជាធំខ្លាំងណាស់ VV គ្មានសង្ឃឹមថាអាចធ្វើអីវាបានទេពេលនោះផងដែរស្រាប់តែមាននរណាម្នាក់ទេបានទូរស័ព្ទមក Mr. Crocodile ហើយបើតាមស្ដាប់សំឡេងយើងនឹងថាម្នាក់នោះគឺ Sanji ហើយ Sanji បាននិយាយបញ្ឆោតឲ្យ Mr. Crocodile ចេញទៅរកគាត់នៅខាងក្រៅបន្ទាប់ពី Mr. Crocodile ចេញបំផុត VV ក៏បានរត់រួចពីកពើហើយរត់ទៅក្រៅដើម្បីរក Sanji ឲ្យមកជួយក្រុមរបស់ Luffy ផងដែរនិយាយពី Mr. Crocodile ពេលចេញទៅដល់ខាងក្រៅគាត់បានឃើញកូនចៅរបស់គាត់ត្រូវបាន Sanji វាយឲ្យដេកទាំងអស់ពេលនោះគាត់បានកលែកឃើញមនុស្សចម្លែកម្នាក់កំពុងតែរត់គេចហើយគាត់ក៏ដេញតាមចំណែកពនាង VV វិញពេលឡើងមកដល់ខាងលើនាងក៏បានឃើញ Sanji កំពុងតែលេង slot ម៉ាស៊ីនតាមពិតម្នាក់ដែល Crocodile កំពុងដេញតាមហ្នឹងគឺ Chopper ទេកលែកទៅមើលក្រុមរបស់ Luffy វិញគាត់កំពុងតែឆ្លេឆ្លាព្រោះទឹកឡើងកាន់តែខ្ពស់ហើយសត្វកពើនៅហ្នឹងក៏ឃ្លានខ្លាំងណាស់ដែរវាបានខាំទ្រុងរបស់ Luffy រហូតដល់បាក់ថ្មិញអស់ពេលនោះ Sanji បានទៅដល់ហើយតបកពើនោះមកជឿឡើងប៉ើងនៅពេលនេះ Sanji មើលទៅពិតជាសង្ហាខ្លាំងណាស់ហើយគាត់បានសួរ Nami ថាប៉ុណ្ណឹងស្រឡាញ់គាត់បាននៅបន្ទាប់មកមានសត្វកពើជាច្រើនបានចូលទៅកាន់បន្ទប់មួយនោះប៉ុន្តែ Sanji អត់មានអាយុជាមួយនឹងកពើអស់តែនោះទេពេលនឹងផងដែរ Captain Smoker ស្ដាប់សំឡេងកហឹមរបស់កពើដឹងថាអាកពើដែលចូលមកទី3ជាអ្នកលេខកូនសោដល់ពេល Sanji ទាត់វាចេញក្អួតទៅវាបានខ្ជាក់បាល់ធ្វើពីកមួនមកគ្រាប់ចេញមកហើយបើនិយាយពីរឿងកមួនគ្មាននរណាផ្សេងទៀតទេក្រៅពី Mr. 3នៅពេលនោះពិតជាចៃដន្យណាស់ Mr. 3ក៏យកបានកូនសោផងដែរតែគាត់អត់ព្រមបកគលឲ្យ Sanji តាមស្រួលទេបែរជាគប់វាចោលទៅវិញបើតាមការពិតទៅសោនោះគឺជាសោខ្លែងខ្លាយទេអាសោពិតប្រាកដគឺនៅ Mr. Crocodile នៅឡើយទេសំណាងខ្លាំងណាស់ដែលពេលនោះ Usopp ចេះស្រ័យប្រាប់ថា Mr. 3នឹងអាចប្រើកមួនរបស់គាត់ធ្វើជាកូនសោបាន
ដល់ពេលដឹងចឹងទៅសានជីបានវាយ Mr. Sri ឡើងទួហើយបខំឲ្យគាត់ជួយបើកទ្វារត្រង់ពេលបើករួចហើយសានជីក៏បានឲ្យកដោ Mr. Sri មួយជើងទៀតទៅគប់នៅក្លៀនជាងបន្តមកនៅពេលដែលពួកគេមិនទាន់ចាក់ចែងពីបន្ទប់នោះផងស្រាប់តែទឹកធ្លាយចូលទៅក្នុងបន្ទប់នោះយ៉ាងកំហុករត់ស្ទើរតែមិនទាន់សំណាងណាស់ដែលពេលនោះមានគ្នាច្រើនជាហែទឹកអាចជួយអ្នកដែលអត់ជាហែទឹកបានហើយគួរចាប់អារម្មណ៍ផងដែរដែលពេលនោះ Zoro បានជួយ Captain Smoker ក្រោយមកបន្តិចពេល Captain Smoker ដឹងខ្លួនមកវិញគាត់សួរ Zoro ថាហេតុអីបានជួយគាត់ហើយ Zoro បានប្រាប់ថាគាត់ធ្វើតាមបញ្ជារបស់ Luffy ទេ Luffy ដឹងថា Captain Smoker ញ៉ាំផ្លែឈើពិសេសអត់ជាហែទឹកទេអញ្ចឹងហើយទៅគាត់ប្រាប់ Zoro ឲ្យជួយសង្គ្រោះ Captain Smoker បន្ទាប់ពីនឹង Captain Smoker បានដឹងគុណ Luffy ហើយព្រមឲ្យក្រុមរបស់ Luffy រួចខ្លួនម្ដងបន្តមកនៅពេលដែលពួកគេរត់ទៅដល់ក្រៅក្រុង Chopper បានបកក្តាមយក្សមួយមកទទួលពួកគេបើតាម Chopper ប្រាប់ក្តាមយក្សហ្នឹងគឺជាមិត្តភក្តិរបស់សត្វអូតថ្មីរហូតពេលនោះពួកគេអត់បានគិតច្រើនទេក៏ឡើងជិះសត្វក្តាមនោះហើយនាំគ្នាចាក់ចេញទៅប៉ុន្តែពួកគេទៅមិនបានឆ្ងាយប្រហែលផងស្រាប់តែក្រកដែរប្រើតពុតរបស់គាត់មកចាប់ VV យកទៅនៅពេលនោះ Luffy លឿនក៏បានចូលខ្លួនទៅរំដោះ VV យកមកវិញហើយគាត់បានប្រាប់គ្នាគាត់ឲ្យជូន VV ទៅកាន់រាជធានី Alovana មុនដើម្បីជួយបញ្ជាសង្គ្រាមតាមពិតនៅពេលនោះគ្នារបស់ Luffy មិនដាច់ចិត្តពី Luffy ទេតែពួកគេត្រូវតែធ្វើតាមបញ្ជា Captain ចំណែក Zoro និង Nami ជឿជាក់ថា Luffy ពិតជាអាចវាយឈ្នះក្រកដែរយើងត្រឡប់ទៅមើលការប្រយុទ្ធគ្នារវាង Luffy ហើយនិងក្រកដែរវិញពេលនោះ Miss All Sunday ក៏នៅទីនោះដែរតែនាងអត់បានចូលរួមប្រយុទ្ធជាមួយពួកគេទេបន្តមកក្រកដែរបានបោះខ្សែកំណត់ពេលវេលារយៈពេល3នាទីដើម្បីវាយជាមួយ Luffy ពេលនោះក្រកដែរបានត Luffy វាយគាត់មុនហើយគាត់មិនសូវជាតដៃប្រហែលទេចាប់ផ្ដើមឡើង Luffy ក៏វាយត្រូវ Mr. ក្រកដែរខ្លះៗដែរតែដូចជាអត់ប្រយោជន៍ទេព្រោះ Mr. ក្រកដែរប្រែខ្លួនទៅជាខ្សាច់រហូតបន្តមកដល់ពេល Mr. Crocodile ចេញក្បាច់វិញម្ដងក្បាច់មួយរបស់គាត់ពិតជាសាហាវខ្លាំងណាស់បើសិនជា Luffy គេចមិនទាន់ទេច្បាស់ជាខ្យល់របស់គាត់ហើយក្បាច់ទី2ដែល Crocodile ប្រើគឺបង្កើតខ្សាច់ស្រូបចាប់ស្រូប Luffy ចូលទៅក្នុងដីតែក្បាច់នោះមិនសូវជាសាហាវប្រហែលទេព្រោះ Luffy អាចវាយដីរំដោះខ្លួនឯងចេញពីទីនោះបានក្បាច់ទី3នៅពេលដែល Luffy លោតទៅវាយគាត់បានប្រើខ្សាច់ស្រូបជាតិទឹកចេញពីដៃរបស់ Luffy ឡើងស្វិតអស់លីងសំណាងឲ្យដែល Luffy នៅសល់ទឹកខ្លះដែលលោកអ៊ំធោនៅទីក្រុង Yuba ជីកឲ្យគាត់ក្បាច់បន្ត Mr. Crocodile បានបង្កើតភៀវខ្សាច់ដ៏ធំសម្បើមមួយដែលអាចមើលឃើញពីចម្ងាយបានប៉ុន្តែមិនមែនវាយប្រហារមកលើ Luffy ទេគឺគាត់បង្កើតភៀវនោះដើម្បីទៅវាយប្រហារក្រុង Yuba ការដែល Crocodile ធ្វើអញ្ចឹង Luffy ឈឺចិត្តជាងស្អីទៀតព្រោះគាត់អាណិតលោកអ៊ំធោនៅពេលនោះ Luffy បានស្រែកសម្លុតឲ្យ Crocodile បញ្ឈប់ខ្យល់ព្យុះមិនដឹងថាគាត់អាងអីទេហើយ Mr. Crocodile មិនត្រឹមតែអត់បញ្ឈប់ទេថែមទាំងបានចាក់ Luffy ធ្លាយពោះទៀតសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលឬក៏យ៉ាងណាសូមជួយ comment ប្រាប់ផងហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន Subscribe Channel មនុស្សចរណៃទេក៏សូមជួយ Subscribe អ្នកមួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងសូមអរគុណសូមជូនពរសុខភាពល្អអនាគតបវររុងរឿង